កូនប្រុសនេះជាលទ្ធផលរបស់ឯងតាំងអត់ឃើញបងមានគេឈ្មោះជាបិសាចសម្រាប់មនុស្សទើបអត់រៀបការជាមួយបងប៉ុន្តែឥឡូវនេះបងគេតែស្គាល់ម្នាក់គ្មានឈ្មោះគ្មានតកការប៉ັດអន់ទ្រាំមិនបាននឹងជីវភាពយ៉ាងនេះយូរណាស់មកហើយដោយចង់យកប្រពន្ធឯងវិញមកខែក្រោយត្រូវយកកំបិតទៅកក់ទៅភ្នំព្រះរាជរាជទៅដូរចុះដឹងទេសូមជូនពរឲ្យម្ចាស់មានសោបានសេចក្តីសុខធ្វើអ្វីសមប្រាថ្នាអរគុណមកទាំងអស់គ្នាសូមជួយអង្គុយទៅអរគុណអ្នកទាំងអស់គ្នាហ្វពូទីខ្ញុំមានលទ្ធភាពស្អីសម្ដៅល្អបានអ្នកក្នុងពិភពគុណមកជូនពរថ្ងៃកំណើតរបស់ខ្ញុំនៅក្នុងពេលមានរវល់បានជាអ្នកទាំងអស់គ្នាមកខ្ញុំសូមប្រកាសរឿងមួយចំពោះមុខអ្នកទាំងអស់គ្នាចុះក្បាច់គុណទីកុលហ្វខ្ញុំនេះនឹងផ្ទេរឲ្យជាយានគុណធម៌របស់ខ្ញុំជាអ្នកទទួលទៅចុះណាម្ចាស់វិមានមិនក៏មិនផ្ទេរឲ្យកូនបង្ការរបស់លោកទៅកូនខ្ញុំនេះគ្មានទេកុសលខាងហាត់ក្បាច់គុណទេជាយានទើបជាមនុស្សមានទេកុសលឯណាជាយានអ្នកបងទូទៅហៅវាចេញមកចាអ្នកប្រុសតូចអ្នកប្រុសធ្វើស្អីនៅទីនេះលោកម្ចាស់កំពុងតែចាំអ្នកប្រុសណាអ្នកប្រុសកំពុងតែឆ្លាក់ស្អីហ្នឹងនេះជារបស់ចំនួនថ្ងៃខួបកំណត់ពុកខ្ញុំដឹងថាពុកថ្លៃស្រឡាញ់ខ្ញុំប្រឹងថានៅថ្ងៃខួបកំណត់នេះហើយគាត់នឹងហៅថាពុកដែរថ្ងៃក្រោយខ្ញុំត្រូវយកត្រកូលហ្វតាមគាត់ឈប់ហៅថាពូជាយានទៀតហើយបងប្រធានឲ្យប្រមាថធំណាស់មនុស្សទាំងអស់គ្នាសូមចោះចាញ់ឲ្យបាយជាហេតុបកាយហើយតាមកាត់មកធ្វើកិច្ចគុំជុំពោខុបកំណត់ឯទៀតក៏បើស៊ីអានធានឆ្អឹងខ្មៅឈាមទៅចិនតើឯងជួយខ្ញុំកិនចាត់ជន់ទុច្ចរិតកលផ្ដេសផ្ដាស់ថ្ងៃនេះជាថ្ងៃបន់ខ្មោចឯងហើយអ្នកប្រុសកូនប្រុសនេះជាលទ្ធផលរបស់ឯងនៅសមម្នាក់ទៀតជាស្មៅត្រូវជីកទៅលឹះមិនអាចទុកបានទេកុំមនុស្សនេះខ្ញុំបានចាប់អារម្មណ៍ជាយូរណាស់មកហើយទឹកភ្នែកគេមួយដំណក់ក៏មិនស្រក់ដែរខ្ញុំយល់ថាគេមិនមែនជាមនុស្សរបស់តកូលហ្វ័រទេយើងយកគេទៅសិនចាំគិតទៀតនៅទន្លេម៉ឹងទន្លេឆេងជីតាមផ្លូវធំដែលមនុស្សតែងទៅជុំគ្នាដោយសារតែមានទឹកហូរយ៉ាងខ្លាំងមានទូកអសាលិចនៅទីនេះណាដោយសារតែហេតុនេះកាលសម័យរាជវង្សថាងប្រជារាស្ត្រច្រើនបានកសាងព្រះពុទ្ធរូបមួយយ៉ាងធំដើម្បីជួយរក្សាឲ្យដាក់ឈ្មោះថាភ្នំព្រះគូបងកូនចាំពុកទីនេះហើយណាថ្ងៃនេះយើងត្រូវយកជីវិតឯងដើម្បីបំបត្តិកំហឹងដែលឯងចាប់ប្រពន្ធរបស់យើង